ngày nắng mà thưa khó bài bưu chiết tiề khoai nè đã cho chặt tiề khoai bài níคือbài chỉ trời chật chẳng nhom miên sco so nhom ăn miên sco có hòm thế nhưng đã tận tới dùng một bông sco ai có hòm lang trường có hai trăm dương chạ cho mùi nắng tật xíu hai trăm chạ cho mùi nắng tật trời lúc bây đã sco dương lang có hòm bông bông ai bật thoi phơi rồi mùi có bật phơi tạm đó các bạn đã thua chẳng cứ dương ọt cloud sco hai bật mà tiếc cứ nhom đã rọt đi hai mà rách cho mùi nắng bẩn tích hai dương chạ prank chong tới cho mùi kia nắng tạm đó hai bật mà tiếc cứ nhom đã ly cho mùi nắng kêu tiề khoai cho mùi kia tạm đó kêu tiề khoai ní đãតាមចំណូលចិត្តបងប្អូនបើសិនជាបងប្អូនចូលចិត្តក្លិនខ្លាំងគឺបងប្អូនដាក់រៀងច្រើនយ៉ាងនឹងតិចទៅបងខ្ញុំនឹងគឺមានច្រើនដែរតែនេះគឺខ្ញុំដាក់រៀងប៉ាន់ប៉ាន់អញ្ចឹងណាហើយសាច់បងខ្ញុំគឺខ្ញុំមានស្លឹកត្រចៀកជ្រូកមានឆ្អឹងជំនីជ្រូកជាមួយនឹងដាបជ្រូកយើងដាក់លីគ្នាហើយមានស្បែកជ្រូកទៀតបងប្អូនសាច់ទាំងអស់ហ្នឹងមុននឹងបងប្អូនយកមកខគឺបងប្អូនយកវាទៅស្ងោររៀងមកឆ្អិនសិនមកហើយចំយកមកហាន់តូចៗបែបនេះគឺយើងខទៅលឿនហើយវាចូលជាតិល្អហើយខ្ញុំបានដាក់ខ្ទឹមបំពងហើយនឹងខ្ទឹមសដើម្បីកុំឲ្យវាមានក្លិនសាច់ជ្រូកបងប្អូនហើយយើងរំងាស់វាហ្នឹងគឺយើងដាក់ភ្លើងតិចៗហើយបើសិនជាវាខាស់ទឹកគឺបងប្អូនអាចថែមជាមួយនឹងទឹកបានអញ្ចឹងគឺយើងប្រើភ្លើងមកល្មមគឺយើងរំងាស់រហូតដល់តែសាច់របស់យើងនេះឆ្អិនល្អហើយទៀតចាំយើងបន្ថែមជាមួយនឹងផ្សិតខ្មៅពីលើផ្សិតខ្មៅនេះបងប្អូនកុំភ្លេចដាក់ត្រាមេរីហើយស្រុះវាជាមួយនឹងទឹកក្តៅផងហើយខ្ញុំក៏ដាក់ពងពីលើអញ្ចឹងទៅហើយយើងក៏រួយស្លឹកខ្ទឹមពីលើនៅពេលដែលវាឆ្អិនតែប៉ុណ្ណឹង